ខ្មោចព្រៃភាគពីរគឺសំឡេងដែលមិនអាចគេចផុតបន្ទាប់ពីយប់ដែលវុធីត្រូវបានរកឃើញនៅជិតព្រៃសន្ធិដ្ឋជីវិតគេមិនដូចមុនទៀតឡើយរាល់យប់គេមិនអាចគេងបានទេពេលបិទភ្នែកគេឃើញមុខស្រីសក់វែងម្នាក់ដែលភ្នែកភ្លឺស្រទន់ហើយញឹមដោយអារម្មណ៍គួរឲ្យខ្លាចមិនត្រឹមតែប៉ុណ្ណោះគេសំឡេងនាងហៅឈ្មោះគេជានិច្ចវុធីសំឡេងនោះទន់ភ្លន់ប៉ុន្តែមានអ្វីមួយធ្វើឲ្យបេះដូងគេចង់ឈប់ដំណើរការថ្ងៃវុធីដើរដូចមនុស្សគ្មានវិញ្ញាណមុខស្រងាត់ភ្នែកខ្មៅជួមដូចមិនបានដេកជាច្រើនថ្ងៃអ្នកភូមិចាប់ផ្ដើមនិយាយពីគេមនុស្សខ្លះនិយាយថាគេត្រូវខ្មោចចាប់មនុស្សខ្លះទៀតនិយាយថាគេកំពុងចិត្តឈួតមិត្តជិតស្និទ្ធរបស់គេឈ្មោះសុភាមិនអាចមើលរំលងបានទេវុធីអ្នកមានអ្វីកើតឡើងសុភាសួរដោយបារម្ភវុធីមើលមុខនាងយឺតភ្នែកគេដូចមិនមានពន្លឺទៀតនាងមករយប់គេនិយាយស្ទើរតែខ្សឹបនាងហៅខ្ញុំសុភាស្ងប់នាងចាប់ផ្ដើមភ័យប៉ុន្តែនាងមិនបង្ហាញអាចជាការស្រមៃទេអ្នកគួរតែសម្រាកវុធីញឹមបន្តិចញឹមដែលធ្វើឲ្យសុភាចាប់អារម្មណ៍ថាមានអ្វីមិនប្រក្រតីបើអ្នកអីវាអ្នកនឹងដឹងថាវាមិនមែនស្រមៃទេយប់មួយខ្យល់បក់ខ្លាំងជាងធម្មតាមេឃគ្មានព្រះច័ន្ទហើយពពកខ្មៅគ្រប់ដណ្ដប់ទាំងមេឃវុធីអង្គុយនៅក្នុងបន្ទប់ងឹតចង្គៀងភ្លឺស្រាលហើយស្រមោលរបស់គេរំកិលតាមជញ្ជាំងដូចមនុស្សផ្សេងស្រាប់តែវុធីសំឡេងនោះវិលមកវិញភ្លាមនេះចង្គៀងរលត់បន្ទប់ងឹតទាំងស្រុងវុធីមកវិញទ្វារបើកដោយខ្លួនឯងធ្វើសំឡេងក្រេចវុធីឡើងឈរដោយគ្មានការស្ទាក់ស្ទើរជើងគេដើរទៅមុខដូចជាមានអ្វីមួយទាញគេដើរចេញពីផ្ទះចូលទៅក្នុងភាពងឹតព្រៃសន្ធិដ្ឋនៅស្ងប់ដូចមុនស្ងប់បែបមិនធម្មតាគ្មានសំឡេងសត្វគ្មានខ្យល់បក់ស្រាលមានតែអប្សរអាប់ដែលរំកិលលើដីវុធីដើរចូលទៅកាន់កន្លែងដែលគេធ្លាប់ឃើញនាងបេះដូងគេបុកលឿនប៉ុន្តែជើងគេមិនឈប់ស្រាប់តែនៅក្រោមដើមឈើធំមួយនាងឈរនៅទីនោះសក់វែងបាក់បែកបិទមុខពាក់កណ្ដាលអាវស្ខូចខាតហើយដីសើមនៅក្រោមជើងនាងប៉ុន្តែនាងមិនប៉ះដីភ្នែកនាងភ្លឺឡើងក្នុងភាពងឹតអ្នកត្រឡប់មកវិញហើយនាងនិយាយវុធីមិនអាចនិយាយបានមាត់គេស្ងួតហេតុអ្វីអ្នកហៅខ្ញុំគេចុងក្រោយសួរនាងញឹមយឺតមុខនាងបែកជាចំណែកដូចកញ្ចក់បែកព្រោះអ្នកឲ្យខ្ញុំគេភ្លាមនោះវុធីមានអារម្មណ៍ថាពិភពលោកវិលជុំរូបភាពចាប់ផ្ដើមបង្ហាញក្នុងក្បាលគេឃើញស្រីម្នាក់សន្ធិដ្ឋកំពុងរត់ក្នុងព្រៃយប់មួយមានមនុស្ស3នាក់តាមក្រោយនាងស្រែកសុំជំនួយប៉ុន្តែគ្មាននរណាពួកគេចាប់នាងបានហើយសំឡេងស្រែករបស់នាងកាត់ខ្យល់បន្ទាប់មកស្ងប់សពនាងត្រូវបានបោះចោលក្រោមដើមឈើនោះកន្លែងដែលវុធីឈរនៅលើនេះវុធីដួលជង្គង់ដង្ហើមគេធ្ងន់នោះជាអ្នកគេសួរព្រីសន្ធិដ្ឋក្បាលតិចពួកគេមិនទាន់ទទួលទោសនាងនិយាយស្ងប់ប៉ុន្តែពេញដោយកំហឹងហើយខ្ញុំមិនអាចទៅណាបានទេខ្យល់ចាប់ផ្ដើមបក់ដើមឈើរំកិលដូចជាមានអ្វីមួយរស់នៅក្នុងព្រៃនេះជួយខ្ញុំគឺនាងនិយាយនៅភូមិចាប់ពីយប់នោះទៅមនុស្សចាប់ផ្ដើមបាត់ខ្លួនដំបូងគេគិតថាជារឿងធម្មតាប៉ុន្តែបន្ទាប់មកមានមនុស្សច្រើនឡើងដែលនិយាយថាពួកគេសម្លេងហៅឈ្មោះនៅពេលយប់វុធីសុភាមកទីនេះសុភាចាប់ផ្ដើមភ័យនាងចាប់អារម្មណ៍ថាអ្វីទាំងនេះចាប់ផ្ដើមបន្ទាប់ពីវុធីទៅព្រៃយប់មួយនាងសម្រេចចិត្តតាមវុធីនាងឃើញវុធីដើរចេញពីផ្ទះដូចមនុស្សគ្មានវិញ្ញាណនាងតាមពីក្រោយរហូតដល់ព្រៃសន្ធិដ្ឋអាប់ក្រាស់ខ្យល់ត្រជាក់នាងឈប់នៅពីក្រោយដើមឈើហើយឃើញអ្វីមួយដែលនាងមិនអាចភ្លេចបានវុធីកំពុងឈរនិយាយជាមួយអ្វីមួយដែលមិនមែនជាមនុស្សព្រីសន្ធិដ្ឋបង្វិលមុខមកសុភាភ្នែកភ្លឺស្រទន់ហើយញឹមអ្នកទៀតហើយគឺនាងនិយាយសុភាស្រែកប៉ុន្តែជើងនាងមិនអាចរត់បានវុធីមើលមកនាងភ្នែកគេពោពេញដោយភាពភ័យនិងការសម្រេចចិត្តរត់ទៅវុធីស្រែកព្រីលោតមកចិត្តទឹកខ្យល់ខ្មៅជួយខ្ញុំឬនៅជាមួយខ្ញុំគូសំឡេងនាងคล้ายជាសំឡេងពីជ្រុងជ្រោយទាំងព្រៃវុធីឈរនៅកណ្ដាលគេដឹងថាបើគេចាក់ចេញអ្នកផ្សេងនឹងបន្តរងគ្រោះ
ប៉ុន្តែបើគេនៅគេអាចមិនត្រឡប់វិញទៀតវុធីបិទភ្នែកព្រឹកថ្ងៃបន្ទាប់អ្នកភូមិរកឃើញសុភានៅជិតព្រៃនៅរស់ប៉ុន្តែភ័យខ្លាំងវុធីនៅណាពួកគេសួរសុភាមិននិយាយអ្វីនាងគ្រាន់តែញឹមបន្តិចហើយខ្សឹបថានាងនៅទីនោះចាប់ពីថ្ងៃនោះទៅមានមនុស្សនិយាយថានៅពេលយប់ពួកគេសំឡេងពីព្រៃមិនត្រឹមតែសំឡេងស្រីម្នាក់ទេប៉ុន្តែមានសំឡេងបុរសម្នាក់ទៀតមកទីនេះ